គឺថាពុកដៃចាស់អញ្ចឹងណាហើយមានកូនចឹងនិងកូនដើមកូនចឹងហ្នឹងឲ្យថាអាសាពុកកូនដើមហ្នឹងអត់ស្គាល់បានថាអាសាយូរមកម្ដងចេះទូមិនវាន់កូនចឹងមិនពេញចិត្តដូចថាពុកខ្លួនឯងអញ្ចឹងរួចចេះតែរីកគួនកូននឹងនិយាយកូននឹងយកតែខ្លួនឯងមួយឆ្នាំមិនចង់មកដល់ជួបពុកម្ដងឯងហ្នឹងហើយដល់ពេលស្លាប់កាន់តែបានសពគ្នាកូនតាមចាំគេទៅកាប់កូនចង់ទៅដើមបូជាដល់ទៅដើមអត់ស្ងាត់កូនចង់ហើយកូនចង់អ្នកបូជាណាដល់គេធ្វើបុណ្យគេធ្វើចូលគ្នាទេកូនដើមគេមិនមកធ្វើជាមួយកូនចង់គេធ្វើ7ថ្ងៃមុនមួយថ្ងៃទៅអ្នកកូនចង់ធ្វើដូចថាពេញថ្ងៃ7ថ្ងៃអញ្ចឹងបងតែវាខ្លាចមកដែរហើយកូនដើមមកធ្វើឲ្យពុកហ្នឹងអល់មុខពុកហ្នឹងដែលតែគេពីម៉ែដើមបាទពុកហ្នឹងគេប្រពន្ធក្រោយវាថាកូនក្រោយនេះអាសាអញ្ចឹងអាពុកហ្នឹងវាឲ្យកូនចង់ណាហើយកូនដាំនឹងបានអត់ប្រើទេនឹងសូមសួរព្រះអង្គថាតើមិនអញ្ចឹងបញ្ហាគ្រួសារបាទកូនចិញ្ចឹមនៅគៀកហើយកូនបង្កើតនឹងមិនសូវបានថែរក្សាហើយដល់ទៅពេលឪពុកស្លាប់ទៅដណ្ដើមសពគ្នាដណ្ដើមធាតុគ្នាមុននឹងនិយាយទៅដល់ពេលស្លាប់អាត្មានិយាយអំពីការសេចក្តីសំខាន់នៃសាច់ញាតិបាទនៅក្នុងព្រះគាថាធម្មបទព្រះអង្គសម្ដែងអំពីភាពអស្ចារ្យឬក៏សភាពដ៏ក្រៃលែងដ៏ប្រសើរនោះមាន4ចំណុចទី1និយាយពីរោគจิខេឆាបរមារោគគារោគទាំងឡាយហ្នឹងមានរោគក្លៀនជាយ៉ាងក្រៃលែងសង្ខារាបរមាទុក្ខាបណ្ដាទុក្ខទាំងឡាយហ្នឹងសង្ខារទាំងឡាយហ្នឹងខណ្ឌហ្នឹងជីវិតនេះឯងតួបញ្ញខណ្ឌនេះឯងគឺជាទុក្ខដ៏ក្រៃលែងទុក្ខព្រោះការទុក្ខពិបាកទំនុកបំរុងហើយចំណុចទី3វិសាសបរមាញាតិញាតិទាំងឡាយមានការស្និទ្ធស្នាលដឹងសុខទុក្ខគ្នានឹងជាយ៉ាងសំខាន់ជាយ៉ាងក្រៃលែងនិព្វានហ្នឹងបរមង្គសខੰសេចក្តីសុខទាំងអស់គឺនិព្វានជាសុខដ៏ក្រៃលែងអញ្ចឹងមកចង់និយាយចំណុចទី3នេះព្រះអត្តកថាចារ្យបានពន្យល់សេចក្តីនៃទី3ថាសាច់បង្កើតឪពុកបង្កើតកូនបង្កើតបងប្អូនបង្កើតកើតពីផ្ទៃជាមួយគ្នាបើកាលណាមិនយល់សុខទុក្ខគ្នាមិនមានការស្និទ្ធស្នាលគ្នាមិនសង្គ្រោះគ្នាទោះបីជាសាច់ឈាមបង្កើតចេញពីផ្ទៃតែមួយក៏ប្រកាសដូចជាអ្នកដទៃក៏ប៉ុន្តែអ្នកដទៃសុទ្ធអត់ជាប់សាច់ឈាមអីទេតែមានសេចក្តីស្និទ្ធស្នាលយោគយល់អធ្យាស្រ័យដឹងសុខទុក្ខគ្នាជួយសង្គ្រោះគ្នាគឺជាញាតិយ៉ាងពិតប្រាកដអញ្ចឹងអាត្មាសូមអបអរសាទរចំពោះកូនចិញ្ចឹមទេក៏ប៉ុន្តែថែរក្សាឪពុកចិញ្ចឹមដោយពុកម្ដាយដោយយកចិត្តទុកដាក់គឺសម្រេចនៅលើចិត្តយើងក៏មិនបានកំណត់ថាជាឪពុកគេឪពុកយើងអីទេយកគុណនឹងមកជារឿងសំខាន់ហើយកម្មវិធីយើងកំពុងតែបណ្ដោះគុណធម៌នេះហើយចង់និយាយបន្តិចទៀតការតបគុណនឹងយើងច្រើនតែប្រើពាក្យថាសងគុណខ្មែរយើងណាសងគុណសងនឹងលោកប្រើអត្តន័យដែលលោកពន្យល់មកធ្លាប់អានសភៅមួយមានពាក្យតបស្នងសងប៉ុន្តែនៅក្នុងពាក្យធម៌ប្រើពាក្យថាបដិការៈព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រើពាក្យថាបដិការៈហ្នឹងមានន័យថាធ្វើតបដូចយើងហៅទៅឆ្លើយតបអញ្ចឹងណាប៉ុន្តែពាក្យខ្មែរលោកចែកតបហ្នឹងយើងប្រើក្នុងន័យផ្សេងពីព្រះអង្គទៅវិញព្រះអង្គប្រើន័យទាំងពីរទាំងការតបដោយបាយទឹកនំចំណីជាដើមហើយនឹងគុណធម៌ផ្សេងទៀតមិនប្រើពាក្យតែមួយម៉ាត់ប៉ុន្តែខ្មែរយើងលោកសរសេរដាក់បីតបហ្នឹងគឺដោយកិច្ចការងារចិញ្ចឹមថែរក្សាគាត់ដូចដែលយើងនៅពីក្មេងអញ្ចឹងហើយស្នងនោះគឺបានដល់ការតម្កុំតម្កើងវងតកូលតវងតកូលឲ្យបានល្អហើយសងនោះគឺសងដោយគុណធម៌ឲ្យគាត់មានទានមានសិលជាដើមប៉ុន្តែព្រះអង្គប្រើតែពាក្យតបមួយទេតែដល់តែយើងប្រើច្រឡំក្នុងន័យទូទៅសងហ្នឹងហាក់ដូចជាសងឲ្យរួចព្រោះដឹងតែជំពាក់គុណបញ្ជាក់តែនឹងបន្តិចបាទពាក្យថាតបគុណនេះមិនមែនព្រោះការជំពាក់គុណទេគឺព្រោះការដឹងគុណណាសូមឲ្យកុលបុត្រទាំងឡាយដែលមានចិត្តល្អនឹងធ្លាប់លឺនិយាយអញមិនពឹងពាក់វានេះនាំតែជំពាក់គុណមនុស្សបែបនេះអត់ដឹងគុណទេរឿងគុណអត់មានប្រើពាក្យថាជំពាក់ទេគុណអត់មានជំពាក់ទេហើយអ្នកដែលតបគុណមិនមែនព្រោះសងឲ្យវារួចទេ
កុំសងគុណនឹងព្រោះចេតនាថាគេធ្វើគុណមួយឯងសងឲ្យវារួចគ្នាទៅគេធ្លាប់ឲ្យយើង1000ឲ្យវា10000ឲ្យវារួចគ្នានេះមិនមែនជាសប្បុរសទេមិនមែនជាលក្ខណៈដឹងគុណទេគុណប៉ុណ្ណាវានៅតែប៉ុណ្ណឹងគុណវានៅក្នុងចិត្តរបស់អ្នកមានឧបការៈហើយក៏វារលត់ទៅតាមពេលវេលាទៅហើយយកស្អីទៅសងវាមិនរួចទេហើយក៏មិនមែនពុទ្ធប្រាប់យើងឲ្យសងនឹងឲ្យតបនឹងឲ្យសងឲ្យរួចដែរវាជាសេចក្តីល្អមួយបែបម្នាក់ពេលដែលយើងធ្វើល្អចំពោះគេវាជាសេចក្តីល្អរបស់យើងនៅក្នុងចិត្តហើយវានៅជាមួយសន្តានចិត្តរបស់យើងអ្នកដតីមិនដឹងគុណយើងក៏វាអត់បាត់ទៅណាដែរគុណនឹងវានៅតែក្នុងចិត្តយើងនឹងហើយដល់តែអ្នកដឹងគុណមកវិញសួរថាពេលហ្នឹងបុណ្យរបស់អ្នកណាថាបុណ្យរបស់អ្នកដឹងគុណហ្នឹងណាអត់មានបុណ្យហ្នឹងទៅចង់លុបគុណទេកាលណាធ្វើចង់ឲ្យរួចវានឹងចូលទៅក្នុងអកុសលធម៌មួយបែបទៀតគឺរមិលគុណលុបគុណធ្វើទៅឲ្យវាលួចសលេះទៅលើកឧទាហរណ៍ជាក់ស្ដែងមួយអាត្មានៅពីក្មេងតូចអង្គុយនៅខាងមុខផ្ទះហ្នឹងហើយនៅខាងត្បូងផ្ទះញោមអាត្មាហ្នឹងប្រហែលជាមិនដល់20ម៉ែត្រទេមានរបងខណ្ឌហ្នឹងក៏ដល់ផ្ទះហ្នឹងឪពុកគាត់ទៅក5ហ្នឹងថានិយាយដើមអត់ទេគាត់ឲ្យយកមកជាឧទាហរណ៍ហើយលើគាត់ក៏ស្លាប់បាត់ហើយមកវិញឈឺចាញ់កាលហ្នឹងមកពីបៃលិនមកពីអីចាញ់គាត់ខំរកថ្នាំមកព្យាបាលលោកឪពុកគាត់ហ្នឹងដល់ទៅពេលឪពុកជាឆ្លោះគ្នាជាមួយឪពុកហ្នឹងគាត់កាន់កបិតយកមកកបិតវែងហ្នឹងមកឈោងមុខផ្ទះអាត្មានោះគាត់ថាឪកុំខ្លាំងណាឪឯងបង្កើតជីវិតខ្ញុំមួយមកណាខ្ញុំឈឺពេលឪឯងឈឺខ្ញុំមើលឪឯងវិញណារួចគ្នាណាពីថ្ងៃហ្នឹងទៅកាប់ឪឯងចោលគ្មានជាពាក្យអាណាទេណាអានឹងគាត់យល់ថាគុណនឹងសងឲ្យរួចអញ្ចឹងនេះមិនមែនជាការអ្វីដែលព្រះសម្មាសម្ពុទ្ធចង់សម្ដែងសម្ដៅទេពាក្យដឹងគុណទៅតបគុណមិនមែនសងគុណព្រោះរំលប់គុណទេបើយើងសងឯងគឺថារួចគ្នាហើយចប់បដ អញ្ចឹងកូនដែលបានឧបត្ថម្ភនោះមិនគិតថាជាឪពុកបង្កើតឬមិនបង្កើតអីទេសំខាន់គឺយើងដឹងសេចក្តីល្អថានរណាបានធ្វើសេចក្តីល្អមកលើយើងនឹងហើយដែលបុគ្គលមានបញ្ញាញាណនោះដឹងអ្វីដែលគួរធ្វើដឹងអ្វីដែលមិនគួរធ្វើពេលស្លាប់នោះចំពោះសាកសពមិនសំខាន់ទេមិនសំខាន់ប៉ុន្មានទេបើនៅសម័យព្រះសម័យព្រះអង្គវិញព្រះអង្គសម្ដែងគាថាមួយយើងធ្លាប់ឮហើយថាអចិរੰវតយ៉ាងកាយោបតវឹងអតិសេសតិឆុតធោអបេតវិញ្ញាណោនិរថੰវកលឹងកិរੰកាយនេះមិននៅយូរប៉ុន្មានឡើយតែវិញ្ញាណប្រះចេញហើយជាកាយគឺគេបោះចោលណារូបកាយនោះហើយទៅដេកចង្កត់នៅលើផែនដីហងៃអាត្មាទៅឥណ្ឌានោះឃើញងាប់ទៅពីដាក់រុំនឹងដាក់លើឡាននោះដូចស្អីមិនដឹងទេខ្លះក៏គេសែងតែ4នាក់ទៅហើយខ្លះទៀតក៏គេរុំចងនឹងស៊ីក្លូយកទៅបោះចោលតាវាអត់ប្រយោជន៍រូបកាយដែលស្លាប់ហ្នឹងវាមិនចាំបាច់ទៅដណ្ដើមពេលស្លាប់ហ្នឹងទេដូចជាកូនដែលបានថែរក្សាហើយនេះបើវាល្អពិតមែនហ្នឹងមិនបាច់ដណ្ដើមទេកូនដើមមកដណ្ដើមទៅមានន័យថាសេចក្តីល្អរបស់យើងបានធ្វើរួចហើយល្អរបស់យើងធ្វើតន់ពេលគាត់មើលឃើញហ្នឹងអាហ្នឹងល្អមែនតែនតែហ្មងល្អណាស់ដូចជាបុរាណយើងពោលថាមិនធ្វើបុណ្យឲ្យតន់ខែភ្លឺកំចាំគាត់ឈឺស្លាប់មរណាទៅនំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ធ្វើបុណ្យយ៉ាងនេះហៅខែងងឹតកាលនៅជីវិតមិនមានមាត់ដល់ពេលស្លាប់ហើយទៅនឹកគាត់យកធាតុដាក់វត្តឲ្យស្ដាប់ធម៌ស្ដាប់ចោះដុតជីអស់លីងហើយធ្វើបុណ្យយ៉ាងនេះហៅខែងងឹតកាលនៅជីវិតមិននឹកណូយកបាយឬនំមកហូបសម្លមិនមានត្រេកអរបូជាឡើយកូនអើយខ្ញុំផ្ដាំផ្ដាស់គំនិតដែលអ្នកបានគិតនៅខាងក្រោយបើអ្នកមានគុណរស់ឡើយកុំឲ្យស្ដាយក្រោយខានបូជានេះសំខាន់កត់ពិសាបាននឹងដាក់ប្រមាណទៅប៉ុណ្ណឹងអបអរសាទរពាក្យថាអបអរសាទរគឺអាត្មាអនុមោទនាចំពោះកូនចិញ្ចឹមនោះដែលបានថែរក្សាឪពុកម្ដាយពេលនៅរស់នោះនៅពេលដែលយើងធ្វើរួចហើយគាត់ស្លាប់ហើយរាងកាយនឹងមិនសំខាន់ទេហើយក៏មិនប្រកាសថាទៅធ្វើបុណ្យសាកសពគាត់នឹងបានបុណ្យឧទ្ទិសទៅគាត់ញោមធ្វើតាណាក៏បានឥឡូវគេទៅដើមឲ្យចោះយកទៅសាកសពខ្មោចនឹងយកចោះមិនជាសំខាន់អីទេខ្មោចនឹងមិនសំខាន់អីទេតែបើគេឯកភាពធ្វើយើងធ្វើក្នុងន័យគោរពយើងរៀបចំឲ្យល្អតាមប្រពៃណីរបស់យើងអាហ្នឹងក៏វាជារឿងល្អតែបើគេទៅដើមមិនបាច់ទៅដើមទេអាត្មាថាអញ្ចឹងចោះណាមកឯកភាពអនុមោទនាចំពោះកូនចិញ្ចឹមហ្នឹងថាឥឡូវគេទៅដើមធ្វើអីធ្វើទៅរឿងដែលគេអត់យល់ការដែលគាត់មានជីវិតក៏អត់ព្រមធ្វើដល់ពេលហើយបានមកធ្វើព្រោះអីទីមួយគឺដើម្បីទាមទារឈ្មោះថាគេជាកូននឹងទាមទារឈ្មោះហ្នឹងតាមពិតគេខ្លាចខូចកិត្តិយសហេកូនអីមិនគិតឪងាប់ទាំងមូលមិនធ្វើបន់ឲ្យអាហ្នឹងគេខ្លាចខូចកិត្តិយសរបស់គេតែមានគិតឪអីម៉ាន
តែដឹងគុណពិតប្រកបគឺមិនមែនចាំបាច់ប្រកាសធ្វើបន់អញ្ចឹងទេដូចអាត្មាលើករឿងសវណ្ណសាមអញ្ចឹងសវណ្ណសាមដែលដាក់មេក្រូធ្វើបន់ផងពិនល្បីក្នុងសវត្ថប្រវត្តិសាស្ត្រមិនបាច់ធ្វើបន់កតញ្ញូប្រកាសមេក្រូផងចុះយើងធ្វើឥឡូវវាខុសអីថាវាមិនខុសទេមកវាកូនល្ងងណាបានចាស់ចាស់នាំគ្នាធ្វើបន់នៅឲ្យកូនថ្វាយអង្គមម៉ែឪទៅអានឹងធ្វើដើម្បីបរៀនទៅចាស់ចាស់គាត់បរៀនទៅបើកូនចេះចិញ្ចឹមម៉ែឪរាល់ថ្ងៃហើយមិនបាច់ដាក់មេក្រូទេអត់បាច់ដាក់មេក្រូទេដូចយើងឧបត្ថម្ភប្រសង់អញ្ចឹងវាមិនចាំបាច់ដកបុណ្យធំបានប្រសង់ចេះឆាន់ណាដល់លោកចេះឆាន់ណារាល់ថ្ងៃនោះបិណ្ឌរាល់ថ្ងៃនឹងឆាន់រាល់ថ្ងៃដូចគ្នាហ្នឹងឪពុកម្ដាយដែលគាត់នៅរស់នឹងពិសារាល់ថ្ងៃនោះគឺជាកិច្ចវត្តរបស់កូនប្រុសស្រីយើងមើលតួនាទីមកមានតួនាទី5សម្រាប់ឪពុកម្ដាយនៅរស់តែមួយទេចុងក្រោយមួយឲ្យដាក់ចុងក្រោយគេទៀតតួនាទីកូនមាន5 1 2 3 4គឺសម្រាប់ពេលដែលនៅរស់អញ្ចឹងចំណាំមើលធัวណាដែលដាក់នៅដំបងគេហ្នឹងសំខាន់ហើយហើយសំខាន់4នៅខាងដើមហើយដល់មួយកតុយគេកន្លែងតក្កណានុពទានទៅទិបនឲ្យហ្នឹងក៏តុយដែរហើយមួយហើយកតុយទៀតពីព្រោះអីគឺជាបនខែងងឹតតែយើងត្រូវតែធ្វើអញ្ចឹងរលឹកនឹកគុណគាត់នៅតែធ្វើអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធក៏មិនអះអាងថាពិតជាដល់ដែរពីព្រោះកំណើតសត្វមានច្រើនអញ្ចឹងណាសំខាន់គឺគាត់នៅរស់នេះឯងហើយការងារណាដែលគួរធ្វើក៏យើងធ្វើទៅកុំឲ្យស្ដាយក្រោយបាទព្រោះជីវិតមិនទៀងសេចក្តីស្លាប់ទៀងដូចអាក៏មានម៉ែមានឪប៉ុន្តែអត់ស្ដាយគឺបានធ្វើអស់ពីចិត្តពីថ្លើមពេលគាត់នៅរស់រហូតដល់គាត់ឈឺទៀតក៏បានលះបង់ពេលវេលាខ្លួនឯងគ្រប់បែបយ៉ាងទៅមើលថែគាត់ដល់ពេលគាត់ស្លាប់ស្ដាយទៅជីវិតទេស្ដាយទៅថាគាត់មិនបាននៅសោយសុខតទៅទៀតមិនបានឃើញក្តីញញឹមគាត់តទៅទៀតប៉ុណ្ណឹងប៉ុន្តែថាស្ដាយអូខុសហើយចេះចោះគឺអត់ស្ដាយគឺសប្បាយចិត្តសំបីតែមុនពេលគាត់ស្លាប់អាត្មាបានទៅសួរគាត់ថាញោមតាំងពីយូរមកហើយនឹងតែញោមមានខឹងអាត្មារឿងអីអត់ឬអាត្មាមានធ្វើអីឲ្យញោមតោះចិត្តអត់គាត់ថាអត់មានតែសប្បាយចិត្តសំខាន់គឺពេលដែលគាត់ដឹងពេលដែលគាត់ឮនឹងតែម្ដងហើយដល់តែយើងមិនយល់យើងមិនគិតគាត់ទេប្រពៃណីខ្លះវានៅតែល្អប៉ុន្តែវាមានចំណុចអវិជ្ជមានច្រើនមិនតែខ្មែរយើងទេដូចជាដុតហើយកាក់ក្នុងមាត់ហ្នឹងនរណារើសបាននឹងថាមានសំណាងតែកូនខ្លះអ្នកចិញ្ចឹមវារើសអត់បានទៅបានអាកូនអត់ចិញ្ចឹមនោះកូនអត់គិតនោះទៅតេះដៀលខ្មោចឪនឹងអយុត្តិធម៌អញខំចិញ្ចឹមសឹងអីអត់ឲ្យកាក់នឹងមកអញទៅឲ្យណាឯណីអញ្ចឹងទៅជិះទៅផ្ដេសទៅផ្ដាស់អញ្ចឹងទៅណាតាមពិតចាស់គាត់ដាក់កាក់ក្នុងមាត់នឹងមានន័យរបស់គាត់មិនល្ងងទេណាចាស់យើងគាត់អ្នកប្រាជ្ញណាប៉ុន្តែយើងនេះអ្នកដើរតាមក្រោយនោះវាមិនប្រាជ្ញដូចគាត់ចេះតែផ្ដេសទៅផ្ដាស់អញ្ចឹងទៅរហូតដល់ទៅយល់ថាដាក់កាក់ហ្នឹងឲ្យយកទៅចាយតាមផ្លូវរហូតដល់ដុតលុយឲ្យទៅចាយតាមផ្លូវសួរផ្សារនោះណាហើយព្រះសម្មាសម្ពុទ្ធសម្ដែងថាអ្នកហេរញ្ញេអ្នកកាយាកាយ៉ាងណាអ្នកហេរញ្ញេអ្នកកាយាកាយ៉ាងគ្មានលុយកាក់អីទេក្នុងភូមិប្រែតនោះវិនិច្ជាតាតិស័យណដ្ឋិចំនួនជួញប្រែដែលជាហេតុបានលុយកាក់ក៏គ្មានដែរហើយយកលុយទៅចាយនៅតាណាយមរាជនឹងចាយលុយនៅតាណាហើយម្យ៉ាងទៀតអាមែនតេនយើងអត់ដុតឲ្យតែខ្លែងខ្លាយយើងមិនកណ្ដាស់ប្រាក់នឹងមើលគេដាក់ថាអ្នកខ្លែងខ្លាយក្រដាស់ប្រាក់ទៅត្រូវផ្ដន់ទាទោសតាមច្បាប់ហើយយើងចង់ឲ្យខ្មោចនឹងជាប់គុកទៀតតែមិនឲ្យលុយខ្លែងខ្លាយទៅនឹងស្មាននិយាយលេងតិចទៅចោះគិតបន្តិចទៅមើលរហូតដល់ទៅប្រពៃណីខ្លះទៅបង្កើតថ្មីមកបង្កើតដុត passport ឲ្យដុតស្អីឲ្យដុតអីឲ្យហ្នឹងហើយជុំមិញហ្នឹងដែលអាត្មាថាមិនដឹងនិយាយថាមិននិយាយទៅអ្នកលក់ផ្ទះលក់กระดาษនឹងខឹងអាត្មាទៀតឡានិយាយពីគិតនោះគិតមានជាដូនមួយក៏នៅពោធិ៍សាត់ហ្នឹងប្តីគាត់ស្លាប់យូរហើយឲ្យទៅដល់ថ្ងៃផ្សែនហ្នឹងគេដាក់ជ្រូកមកគូណាហើយគេផ្សែនដោយប្តីគាត់និងកូនចៅគាត់អង្គុយនិយាយគាត់សើចមើលវាផ្សែនឲ្យតែអ្នកស៊ីមកើតអញនៅមិនដែលបានក្បាលជ្រូកមួយម្នាក់ឯងសោះហើយគេដាក់ឲ្យម្ដងមកគូគាត់និយាយដូចលេងប៉ុន្តែស្ដាប់មើលមែនអត់មានលោកកន្លែងអាត្មាមួយនោះឃើញគេសែនជ្រូកគូហើយលោកក៏មិនដែលឃើញគេសែនអញ្ចឹងអង្គុយលេបទឹកមាត់ហើយឃើញគេកាត់ចុងច្រមុះបន្តិចចុងតិចបន្តិចចុងកតុយបន្តិចដាក់ក្នុងភ្នោហ្នឹងគេលើកយកទៅវិញទាំងមូលហើយលោកគិតក្នុងចិត្តបែបបានអញខ្លាយយ៉ាងមានណាគេយកទៅខ្លែមកលេងយកលោកបានទៅធូបពេញទៀនហ្នឹងវិញអីអាត្មានិយាយរឿងហ្នឹងញោមនៅអាមេរិកហ្នឹងឯមុនលឺចាអាណិតលោកផ្ញើលុយទៅទិញអត់ឲ្យលោកបានឆានតាមពិតគេធ្វើយកហុងស៊ុយរបស់គេទេប៉ុន្តែបីនៃខ្លះសិតតែមានបង្កប់នៃទីហៅដូចចិនគេដាក់បីនៃមួយថាសែងឲ្យវាស្មើគេដាក់ទឹកណាកុំឲ្យកឡកខាងណាកឡកផ្អៀងខាងណាកូនរស់ស៊ីដាក់
វិធីសាស្ត្រកុហកប៉ុន្តែមានន័យអប់រំពីព្រោះកូនចៅទាំងឡាយតែងតែមិនយកចិត្តទុកដាក់កាលណាបំភ័យខ្លះអញ្ចឹងទៅនាំឲ្យកូននឹងយកចិត្តទុកដាក់កុំឲ្យប្រមាថទិសដៅរបស់គេនឹងចេះទេណាដោយផ្ទះដោយគេធ្វើស្អីគេថាត្រូវធ្វើប្រវែងប៉ុណ្ណេះឆ្នាំប៉ុន្តែចាស់គាត់បង្កប់ຂ្នាតនៅក្នុងនោះតតឹងប្រមាណបដោយប្រមាណដូចជាវាអញ្ចឹងត្រូវធ្វើប្រមាណដោយវាមានសេរីសួស្ដីប៉ុន្តែតាមពិតបើធ្វើខុសຂ្នាតវាអត់ស្អាតឥឡូវបើគាត់និយាយនោះវាអញ្ចឹងទេបើគាត់ថាកាលណាមិនដាក់ពាក្យបំភ័យខ្លះមនុស្សវាចេះតែធ្វេសប្រហែសចេះតែស្អីអញ្ចឹងទៅបានជាគាត់កុហកក្នុងនឹងអញ្ចឹងដែរហើយដូចជាដាក់កាក់ក្នុងមាត់នឹងអញ្ចឹងប្រាប់អ្នករស់ទៅប្រាប់ថាពេលស្លាប់ទៅហ្នឹងមកកាក់ក៏យកទៅមិនបានដែរកុំប្រឹងលុបលុនឲ្យហួសប្រមាណពេករត់ទទួលទានបានខ្លួនឯងចែកគេខ្លះទៅតែងាប់ទៅគ្មានយកអីទៅទេចង់ប្រាប់អញ្ចឹងទៅរហូតដល់លោកតែងជាកំណាព្យស្មូតថាម៉េចសូមបីទៅលុយឬប្រាក់កាក់ដែលគេបោះដាក់នៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរេរត់លើប៉ុស្តិ៍ធាណាអានឹងអញ្ចឹងទេរឿងបែកលេខក៏អញ្ចឹងដែរប្រាប់ថាយើងកើតស្លាប់ក្នុងផែនដីនេះគឺត្រូវវាឆ្អឹងរាយប៉ាយលើផែនដីបើវាមិនរលាយទេប្រកាសជាសព្រាតដូចលាជអញ្ចឹងហើយដល់មិនយល់អញ្ចឹងទៅថាបោចបាច់ឲ្យខ្មោចរហូតដល់ដាក់លុយរហូតដល់ដាក់ក្របស្ករទៅទៀតមិនដឹងយល់ស្អីខ្លះទេនោះវាចិត្តតែលើសអត់ព្រមពន្យល់ឲ្យបានច្បាស់លាស់នឹងអញ្ចឹងបានចាស់បុរាណយើងធ្វើអីសិតមានអត្តន័យសិតតែលោកជាកតិបណ្ឌិតប៉ុន្តែយើងនេះវាអត់ព្រមបណ្ឌិតតាមធ្វើតាមទាំងមិនសួររបៀបដូចអដេញមានរឿងមួយណារឿងទៅធ្វើតាមគ្នាអត់សួរនោះធ្វើខ្ញុំប្រសាប្រពៃណីខ្ញុំធ្វើអញ្ចឹងប៉ុន្តែធ្វើដោយងងឹតងងល់ហ្នឹងអន់ប្រពៃណីហ្នឹងបដ ாய் ណាគេថាយើងល្ងើណាតែហត់ដូចជាប្រធេរៈមួយអង្គលោកអាពាតសីស័កខ្លាំងមែនតើនឹងពីដើមអត់មានម៉ាស៊ីនទឹកកកអីធ្វើទឹកកកអីដូចយើងលោកឈឺវស័យស័កលោកឆានលឹកហើយលោកយកមកគ្របសីស័កលោកគ្របសីស័កលោកគូសោតបន្ទាប់នេះគ្មានសួរទេមិនបានលោកគ្របហ្នឹងអត់សួរទេដល់ទៅលោកសុគតទៅលោកខ្លាយជាសក្រាចម្ដងឲ្យតែឆានលឹកហើយគ្របក្បាលឆានលឹកហើយគ្របក្បាលសួរថាធ្វើតាមបានល្អទេធ្វើបានល្អណាស់មិនសួរទៅយល់ទេគ្មានដឹងចោលអីទេហ្នឹងហើយប្រពៃណីខ្លះយើងធ្វើទាំងងងឹតហើយយើងនាំគ្នាតេះដៀលថាវាគ្មានប្រយោជន៍គ្មានអត់ទេជួនកាលមានប្រយោជន៍តែយើងចូលរាល់ប្រយោជន៍ហ្នឹងវាអត់ឃើញហ្នឹងហើយអញ្ចឹងណាអញ្ចឹងបានសិទ្ធិម្នាក់កុំភ្លើករឿងទៀតទេអស់ម៉ោងហើយបានក្រានអាផ្ដាំទៅញោមអ្នកសាកសួរអំបញ្ញមិញហ្នឹងថាសប្បាយចិត្តចោះយើងបានថែរក្សាហើយយើងបានឧបត្ថម្ភគាត់ហើយដល់ទៅជាខ្មោចហើយបើឯកភាពគ្នាធ្វើដោយញញឹមញញែមយើងធ្វើជាមួយគ្នាទៅរក្សាវងតកូលនៃអ្នកធ្វើបុណ្យប៉ុន្តែបើថាគេចង់ឆ្លោះចង់ទាស់ឲ្យកុំទាស់នៅស្ងៀមទៅយើងមិនមែនអស់បុណ្យដោយសារមិនបានធ្វើបុណ្យនឹងទេប៉ុណ្ណឹងណាប៉ុណ្ណឹងចាស់សូមបកគលកម្មវិធីទៅវិទ្យុវិញក៏សូមអនុមោទនាសាធុអរគុណច្បាស់ណាស់គុណចាស់តាំងពីរឿងសូមកម្មាទោសរឿងសែនឬស្អីហ្នឹងក្តាស់ប្រាក់ខ្លាញ់ខ្លាយយើងពិចារណាមើលផងមិនមែនថាมันហាមគាត់មិនឲ្យធ្វើទេព្រោះថានៅក្នុងច្បាប់មនុស្សយើងក៏គេមិនឲ្យខ្លែងក្តាស់ប្រាក់ហើយអាក្តាស់ប្រាក់ខ្លែងខ្លាយនឹងហើយដុតតែអាផ្សារណាដែលគេចាយប្រាក់ដុតវាអត់មានសូមខន្តីទៅទោសអងប្រុសស្រីទាំងឡាយអើយគុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុត